វាសួនសួស្ដីអ្នកនរគ្នាណាបាទថ្ងៃនេះជួបជាមួយខ្ញុំបាទ TQ ចឹងកុំឲ្យខាត់ពេលយូរយើងទៅបន្តសាច់រឿងរបស់យើងតំឡងទៅណាបាទលោកតការរបស់យើងនឹងគាត់បាននិយាយថាសប្តាហ៍ថ្ងៃនេះយុវជនពិតជាគិតថាពួកគេនឹងអាចនឹងទិញរបស់ដ៏ល្អនៅក្នុងតូបដ៏តូចតាចមួយប៉ុន្តែពួកគេពិតជានៅគ្មានខ្ចីខ្លាំងមែនទេខ្ញុំនឹងគ្រាន់តែទិញរបស់នៅក្នុងតម្លៃតែ1500តែប៉ុណ្ណោះហើយលក់វិញគឺបានទៅដល់5សែនដល់មើលទៅពិតជាចំណេញខ្លាំងមែនទេអំឡុងនៅពេលដែលលោកតការរបស់យើងកំពុងតែសប្បាយចិត្តនឹងថាក៏មានកញ្ញារបស់យើងធ្វើដំណើរមកដល់ហើយឡានវិញមិននិយាយទេថាអែហ្មងហើយមានអ្នកឆ្ងាយគឺកញ្ញាក្មេងតូចរបស់យើងហ្នឹងហើយនាងហ្នឹងក៏បានមកសួរលោកតកែរបស់យើងថារបស់ថាលោកតកែឯងហ្នឹងទិញនៅហាងរបស់ខ្ញុំកាប់យកមិញហ្នឹងនៅឯណាខ្ញុំចង់ទិញមកវិញហើយខ្ញុំហ្នឹងឲ្យតម្លៃដល់1លានហ្នឹងហើយលោកតកែរបស់យើងហ្នឹងគិតពិតជាគៀងខ្លាំងមែនទែនគឺថារបស់នោះគិតលក់ឲ្យតែផ្សេងបាត់ទៅចឹងហើយគឺថាចាប់តែគ្មានពាក្យវិចារតែម្ដងហើយក្នុងពេលនោះគឺថាលោកតកែយើងបានសម័យនៅពេលដែលគាត់លក់ទំនិញទៅឲ្យបៃពូរបស់យើងណាហើយគឺថាបើគ្រប់គ្នាចង់ដឹងថាការលក់ដូរក្នុងបែបម៉េចគឺថាតើមើលភាគមុនបានការតថ្លៃគ្នាដល់កហើយកញ្ញាក្មេងតូចរបស់យើងហ្នឹងគឺថានាងបានគិតនឹងចិត្តថាពិតជាខកចិត្តខ្លាំងមែនទែនខ្ញុំមិនគួរណាដាក់របស់ដែលល្អនៅក្នុងនោះសោះគឺចូលមើលទៅដល់ផ្ទះវិញហ្នឹងតាវាយមកបន្ទាប់មកគឺថាលោកតកែយើងក៏បានឃើញកញ្ញារបស់យើងកំពុងតែយំហើយគាត់ក៏បានថាអេក្មេងតូចកុំតាយំនាងយំនោះស្អីរបស់នោះគាត់គឺថាវាជាសារដាច់របស់តានាងក៏ដោយប៉ុន្តែវាគ្រាន់តែជារបស់ខ្លាំងៗតែប៉ុណ្ណោះហើយអ្នកហ្នឹងគ្រាន់តែសុំទោសគាត់ទៅចប់រឿងបាត់ហើយបន្ទាប់ពីកញ្ញាក្មេងតូចយើងបានលឺដូច្នោះហើយគឺថាមិនអង់យូរដាក់ទៅវិញម្ដងថាអីលោកតកែពេលណាខ្ញុំថារបស់នោះខ្លាំងៗរបស់នោះតាខ្ញុំគេមកទិញចំនួន10លានហ្នឹងគាត់មិនតឹងលក់ឲ្យបងក៏មកថាលោកតកែយើងថាយ៉ាចាប់បដ ாய் ប៉ុន្តែចូលដើមមាត់តែមកថាអ្នកចិត្តខាងរបស់គាត់ហ្នឹងក៏បានប្រាប់ទៅថារឿងរ៉ាវហ្នឹងគឺបែបមិនតបពីការរៀបរាប់អស់រយៈពេលយ៉ាងយូរមកគឺថាកញ្ញាយើងក៏បានសួរទៅថារបស់នោះនៅឯណាហើយលោកតកែយើងក៏បានប្រាប់មកទៅថាបរិមអ្នកនោះក៏បានយករបស់នោះទៅហាងលូកធុរ៉ានមួយនៅក្បែរហ្នឹងដែរទេដល់យើងហ្នឹងកាត់មកដល់ហាងរបស់យើងតារបស់យើងក៏បានពិនិត្យមើលទៅថារបស់នេះពិតជាភ្លឺចែងចាំងហើយស្អាតខ្លាំងមែនទែនហើយនៅផ្ទះរបស់គាត់ហ្នឹងក៏មានរបស់ហ្នឹងមួយនឹងស្តៀងនឹងរបស់បៃពូរបស់យើងដែរហើយបើសិនជាបៃពូរបស់យើងហ្នឹងដោយបានប្រាប់គាត់ទេថារបស់ហ្នឹងទិញនៅជាមួយលោកតកែនោះទេគាត់ជិះគិតថាចៅស្រីរបស់គាត់ហ្នឹងនឹងយករបស់នោះចេញមកដើម្បីលក់ឲ្យគាត់ដឹងជាមិនខាននេះហើយក្នុងឡងដែរតើរបស់យើងកំពុងតែលើកតែដាក់ពិសាយ៉ាងឈ្ងុយឆ្ងាញ់ថាគាត់ក៏បានគិតថាតើរបស់នេះនឹងអាចជារបស់តានេះដែរទេហើយអ្វីដែលបានឃើញមកគឺថាច្បាស់តែម្ដងនៃចែកនឹងធ្វើឲ្យឆ្លក់ទឹកតែម្ដងមកតទៅពេលលោកតារបស់យើងក៏បានឃើញហើយគាត់បានសួរមកថាកាត់អ្វីនឹងលោកបៃហើយតើបើយើងក៏បានឆ្លើយទៅថាម្លេះនេះខ្ញុំគាត់ឆ្លងតិចហើយឡងពេលនោះគឺថាតើបើយើងក៏បានគិតមកថាអេតែលោកតកែនោះគាត់បានលួចពីតានេះដែរអត់ណាមែនទេអញ្ចឹងប្រហែលជាចៅស្រីរបស់គាត់លក់ហ្មងចោលហើយប៉ុណ្ណេះលោកតកែរបស់យើងក៏បានប្រាប់មកទៅថាបើសិនជារបស់នេះដាក់ដេញថ្លៃអាចនឹងបាន12លានណាតែគាត់ថារបស់នេះគាត់នឹងឲ្យ9លានទៅចុះល្អដែរទេហើយតើបើយើងក៏បានគិតថាមានអីល្អដែរតែហើយណាមួយរបស់នេះជារបស់គាត់ខ្លួនឯងហ្នឹងអញ្ចឹងប៉ុណ្ណឹងវាចំណេញដែរវាមិនខាតណាទេចំណេញលើកគុកតែម្ដងមកតទៅពីគាត់ឲ្យថាតើយើងគាត់ថាអញ្ចឹងគឺស្របតាមហ្នឹងចុះហើយតើបើយើងក៏បានឲ្យនាមបានមកទៅថាបើមានរបស់ល្អអីទៀតអាចតេតតមកគាត់បានតទៅពីការដោះដូរមកចាប់ថាតើបើយើងបានចេញមកហើយសត្វតាបានឃើញឡានមួយជិះមកយ៉ាងលេះលហត់តែម្ដងហើយគាត់បានថាតើនេះជាចៅស្រីរបស់គាត់ហើយគេថាយើងក៏បានដឹងដែរថាច្បាស់ហ្មងហើយនេះនឹងមកហ្នឹងដើរគ្មានមើលទេចំពុកជើងដួលហើយដួលមិនធម្មតាទៀតណាគឺថាតោងកកគេតែម្ដងមកបន្ទាប់មកកញ្ញាយើងក៏បានថាអេមិនលេងđâuហើយថានាងអីនេះអោបកគេហើយតែយើងក៏បានប្រាប់មកថាឥឡូវមើលច្បាស់មើលណាត្រូវលេងឲ្យប្រកាសនេះបន្ទាប់ពីកញ្ញារបស់យើងក៏បានឃើញនៅឆ្លើយក៏បានហក់ចេញតែម្ដងហើយតែយើងបានថាបើស្នេហ៍គ្មានស្អីទេគាត់នឹងទៅហើយកញ្ញាយើងថាឈប់ស្អាតហើយតែយើងបាននិយាយថាខ្ញុំបានធ្វើអីខុសផងបន្ទាប់មកកញ្ញារបស់យើងក៏បានថាលោកឯងពិតជាសំណាងណាស់ថ្ងៃនេះខ្ញុំមានការរវល់ចឹងហើយលោកឯងគ្រាន់តែទុកលេខ
ហើយខ្ញុំទុកតាក់ទងនៅពេលក្រោយទៅបានហើយបន្ទាប់ពីឲ្យលេខហើយគេថាគាត់ក៏បានមើលមកទៅ profile ហ្នឹងថាមើលទៅគឺកញ្ញារបស់យើងគឺមិនធម្មតាទេអំឡុងដើរហ្នឹងគឺថាតើរបស់យើងគាត់ក៏បានគិតថាលើនេះគាត់មានលុយឆាយអញ្ចឹងគាត់គួរតែទិញផ្ទះមុនឬក៏ឡានមុនហើយក្នុងធ្វើដំណើរកាត់ទូតកៅយើងទូតកៅវិញបានសួរទៅថាកំឡោះមិនហ្នឹងគឺថាលក់បានប្រហែលហើយតែយើងគឺសូវខ្វល់ទេគឺដើរហួសតែម្ដងមកហើយក៏បានគិតថាលោកតកានេះចំមែនលក់ឲ្យហើយនៅសួរទៀតថាគេលក់វិញបានប្រហែលពិតជាប្រកែឆេះដឹងរឿងគេដល់ខុសហើយឥឡូវយើងកាត់មកហាងលោកធវរានវិញហ្នឹងតបពីកញ្ញាយើងបានអឺតលើមើលតាមគាត់ពងទៅបណ្ឌិតហើយគេថានាងបានគិតថានាងគួរតែលួចចេញដល់ណាកុំឲ្យគាត់ដឹងហើយថាពេញផុតទេថាតៅនឹងបានឃើញតម្ដងបានថាចៅស្រីទៅណាហ្នឹងចូលមកនេះតិចតាសួររឿងមួយតបពីកញ្ញាយើងបានចូលមកដល់ហើយតាយើងបានប្រាប់ទៅថានេះតាទីបានរបស់ល្អមួយហើយមិនមើលទៅកញ្ញារបស់យើងថាពងតែភ័យញើត្រាក់ដូចកូនមិនត្រូវទឹកហើយបាទហើយថាតមកតាយើងក៏បានឃើញគាត់បានសួរថាមានរឿងអ្វីមែនហ្នឹងបានមើលទៅដូចប្លែកណាស់តបពីកញ្ញាយើងបានលឺឆ្លើយថានាងបានប្រកាយថាមានអីទេតាមានអីទេពេលតាបានឃើញចៅស្រីរបស់គាត់ធ្វើបែបហ្នឹងហើយគឺថាកណ្ដាធ្វើឲ្យគាត់សង្ស័យតែខ្លាំងតែម្ដងហើយគាត់នឹងក៏បានក្លែកទៅមើលបន្ទូម្ដងទៀតហើយគាត់បានឃើញកន្លែងគួរឲ្យសង្ស័យថាហីរបស់នេះមាននៅផ្ទះរបស់យើងទេហើយគឺថាកញ្ញារបស់យើងមិនអង់យូរទេគឺថាដាក់មេប្រូចតែម្ដងមកគ្មានចាំឲ្យតារបស់យើងហ្នឹងសួរនាំទេហើយគេថានាងក៏បានទេសួរយាយតាធ្វើបោកញោមតបពីលោកយាយក៏បានលឺឆ្លើយថាបានស្រែកចេញទូរស័ព្ទមកថាតាក់ចាចង់ធ្វើចៅស្រីរបស់យើងហើយគេថាកញ្ញារបស់យើងគឺគាត់នឹងមិនត្រឡប់មកវិញទេគឺរត់ដាក់ជើងចោលហើយបាទ